កំណាព្យដែលមានចំណងជើងថាបុណ្យនិងបាបបទកកតេជាព្រះរាជនិពន្ធឡើងដោយសម្ដេចព្រះសង្ឃរាជជួនណាតរីបុណ្យនិងបាបរែងមានសង្ឃភាពកើតពីការធ្វើគឺខ្លួនរាល់ខ្លួនសម្រេចអំពើបើជនណាធ្វើជននោះរងផលសុខផលទុក្ខរែងតែងចេញមុខតាមពេលត្រូវផ្ដល់ចេញតាមលំអានកុសលាកុសលឥតអ្វីណាផ្ដល់ក្រៅពីនោះទេស្អាតនិងមិនស្អាតជាក់ច្បាស់ពេញខ្នាតនៃកម្មបុព្វេឥតអ្នកដទៃក្រៅពីខ្លួនទេជនខ្លះធ្វេមិនជឿកម្មផលទោះកម្មចេញមុខឲ្យសុខឲ្យទុក្ខក៏ដឹងមិនដល់ពុំដឹងថាកម្មទេតើផ្ដល់ផលពុំគួរឆ្កែឆ្កល់ពុំយល់ឆ្នងឡើយព្រះពុទ្ធទ្រង់ប្រាប់គួរតាំងចិត្តស្ដាប់កុំធ្វើតង់តោយត្រូវប្រើការគិតពិនិត្យរើយចិត្តស្ងៀមប្រងើយធ្វើម្ដេចនឹងយល់រីបុណ្យនិងបាបរែងមានសភាពកើតពីការធ្វើគឺខ្លួនរាល់ខ្លួនសម្រេចអំពើបើជនណាធ្វើជននោះរងផលសុខផលទុក្ខរែងតែងចេញមុខតាមពេលត្រូវផ្ដល់ចេញតាមលំអានកុសលាកុសលឥតអ្វីណាផ្ដល់ក្រៅពីនោះទេស្អាតនិងមិនស្អាតជាក់ច្បាស់ពេញខ្នាតនៃកម្មបុព្វេឥតអ្នកដទៃក្រៅពីខ្លួនទេជនខ្លះធ្វេមិនជឿកម្មផលទោះកម្មចេញមុខឲ្យសុខឲ្យទុក្ខក៏មិនដឹងដល់ពុំដឹងថាកម្មទេតើផ្ដល់ផលពុំគួរតែឆ្ងល់ពុំយល់ឆ្នោះឡើយព្រះពុទ្ធទ្រង់ប្រាប់គួរតាំងចិត្តស្ដាប់កុំធ្វើតោះតោយត្រូវប្រើការគិតពិនិត្យរើយចិត្តស្ងៀមប្រងើយធ្វើម្ដេចនឹងយល់